សួស្តីប្រិយមិត្តថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនិយាយអំពី multi hosting domain ដែលក្នុង tutorial នេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការ host multiple website នៅលើ AWS EC2 instance ដោយប្រើ Nginx ហើយជាមួយនឹង Route 53 នេះអូខេសម្រាប់ website ខ្ញុំហ្នឹងគឺសម្រាប់ domain នេះហ្នឹងគឺខ្ញុំមាន2បើសិនជាអ្នកទាំងអស់គ្នាប្រើ domain អីផ្សេងអ្នកទាំងអស់គ្នាអាចទិញយក domain .org.net អីផ្សេងៗបានដែរសម្រាប់ domain នេះខ្ញុំត្រឹមតែជា test សម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងណាឥឡូវខ្ញុំ step ដំបូងគឺយើងចូលមកកាន់ SSH មករួចយើងធ្វើការ sudo update មួយ enter យើងចាំវាបន្តិចណាបន្ទាប់ពី sudo update ហើយ control L សម្រាប់ clear រួចយើងអាច sudo install Nginx បើសិនជាយើងមានហើយក៏អីដែរប៉ុន្តែបើសិនជាយើងអត់ត install ទេយើងអាច install Nginx បានអូខេ control N រួចយើងទៅ create website directory ដោយយើងទៅ directory មួយនេះគឺ cd www យើង enter រួចយើង create sub folder ឲ្យវាដូចគ្នាដោយយើងវាយ command mkdir -space នេះគឺជា domain របស់ខ្ញុំ .html enter សម្រាប់ second domain របស់ខ្ញុំដូចគ្នា enter អូខេរួចយើងផ្ដល់ permission សម្រាប់domain របស់យើង sub folder របស់យើងដោយយើងវាយ command sudo chmod 77ហើយ domain របស់យើងរួច -html enter យើងធ្វើការឲ្យ subdomain យើងមួយទៀតរួចយើង upload website file របស់យើងដោយយើងចូលទៅកាន់ FileZilla យើងទៅ file site manager យើងរើសយក server របស់យើងមួយមកហើយយើង connect យើងអូខេមួយអូខេបន្ទាប់មកយើងទៅ root យើងទៅ var file var របស់យើង folder var របស់យើងចូលទៅកាន់ www យើងចូលសម្រាប់ភាសាទៀតមួយនេះខ្ញុំចូលទៅកាន់ html ខ្ញុំនឹង drop file របស់ខ្ញុំអូខេរួចរាល់រួចយើងទៅ domain របស់យើងមួយទៀតចូល html ខ្ញុំនឹង off file ចាក់ទាញ file របស់ខ្ញុំចូលមួយទៀតសម្រាប់ second domain website របស់ខ្ញុំមានជា JavaScript និង CSS ផ្សេងៗហ្នឹងទៅរួចបន្ទាប់មកយើងទៅ configure Nginx ដោយយើង cd ចេញមួយសិនមក control L រួចយើងវាយ command cd etc Nginx site available យើង enter រួចបើសិនជាឧទាហរណ៍ថាយើងមាន configure file ឧទាហរណ៍ថាយើង fail អញ្ចឹងណាអញ្ចឹងយើងអាចវាយ command sudo rm rvf ឧទាហរណ៍ថារបស់ខ្ញុំ domain .store អញ្ចឹងទៅ remove បើសិនជាអត់មានទេគឺអត់អីទេរួចខ្ញុំសុំ remove មួយទៀត yz អញ្ចឹងទៅអូខេអញ្ចឹងបានន័យថាអត់មានទេខ្ញុំ delete រួចហើយអញ្ចឹងយើងទៅ configure first domain របស់យើងដោយយើង sudo nano អ៊ីសាទៀតនេះមក enter រួចយើង paste
port របស់វា80ឈ្មោះរបស់ខ្ញុំ domain របស់ខ្ញុំសម្រាប់អ្នកទាំងអស់គ្នាអាចបដូរកន្លែងនេះទៅជា domain អ្នកទាំងអស់គ្នារួចជា cname នេះអ្នកទាំងអស់គ្នាអាចបដូរទៅ domain អ្នកទាំងអស់គ្នានៅកន្លែងនេះហើយអ្នកទាំងអស់គ្នាអាចបដូរ domain នៅកន្លែងនេះដូចគ្នាយើង control O enter control X មករួចយើងទៅ configure second domain របស់យើង sudo nano អូខេបន្ទាប់មកយើងយក script របស់យើងបាញ់មិញរបស់ខ្ញុំផ$80ទីរិសាឈ្មោះខ្ញុំ .ayz និង cname យើង make sure ថាអាហ្នឹងវាដូចគ្នាហើយយើងអាចបដូរកន្លែងនេះឲ្យត្រូវនឹងអ្វីដែលយើងបានធ្វើយើង Ctrl O Enter Ctrl X មកអូខេរួចយើង set ownership ឲ្យវាដោយយើង Ctrl L មួយសិនយើង sudo chown -r www.data var សម្រាប់ domain របស់យើង enter រួចយើងផ្ដល់ ownership មួយទៀតទៅកាន់ domain របស់យើងមួយទៀត enter អូខេរួចយើងenable បោះ website របស់វាដោយយើង create symbolic link របស់វាអញ្ចឹងយើង control N មួយយើង paste មួយ sudo នេះជា command របស់វាទេសម្រាប់ symbolic link អញ្ចឹងយើង enter រួចយើងធ្វើឲ្យ domain របស់យើងមួយទៀតបញ្ជា site variable ឈ្មោះ domain របស់យើង etc nginx site enable enter អូខេបន្ទាប់មកយើងអាចតេស្ត configuration របស់យើងបានដោយយើងវាយ command sudo nginx -stay អូខេអញ្ចឹង syntax configuring វាគឺ successful យើងអាចធ្វើការ restart nginx របស់យើងបានដោយវាយ command sudo systemctl restart nginx service អូខេរួចយើងទៅ configure route 53របស់យើងគឺយើងចូលទៅកាន់ route 53របស់យើងអូខេយើងទៅ hosted zone យើង create hosted zone មួយឈ្មោះរបស់ខ្ញុំឬក៏ឈ្មោះ domain របស់អ្នកនរគ្នាយើងដាក់នៅនេះមករួចយើង create hosted zone បន្ទាប់មកយើងចូលទៅកាន់យើងចុចលើ ns នេះមួយចូលទៅកាន់ name server របស់យើងចូល manage យើងចូលទៅកាន់ name server ដោយរើសយក custom domain យើង copy value ទី1ឲ្យគ្រប់4 value មក value ទី2ទី3និង value ទី4 add មួយទៀតអូខេហើយដើម្បីដឹងថា server បានន័យថា domain យើងវា work អត់ចឹងណាយើងអាចចូលទៅកាន់ DNS checker យើងចូលទៅកាន់វាមកយើងរើសយក NS name server រួចរើសយកអូខេឈ្មោះ domain នេះមកយើង check វាបើសិនជាវាគ្រីសអូខេដើរបានន័យថាដើរអូខេអញ្ចឹងយើង create record មួយទៀតឲ្យdomain របស់យើង create record យើង sub domain របស់យើង www រួចយើងចូលទៅកាន់ EC2 របស់យើង copy យក IP address យើងចូលទៅកាន់ instance ចូលទៅកាន់ EC2 របស់យើងដែលយើងបាន connect ហ្នឹងយើង copy យក public IPv4 address យើង paste value ចូលអូខេvalue តាម60តាម recommend រួចយើង create record អូខេយើងអាចរើសយកម៉ោងក៏បានដែរ
រួចសម្រាប់ A record type ចឹងយើង record មួយទៀតយើងជាស្រ័យចុះvalue មួយនេះអត់ត្រូវដាក់ចឹងទេយើងរើស cname បន្តិចអ្នកនរគ្នាខ្ញុំកើតខុសសម្រាប់ A មួយនេះយើងអត់ត្រូវដាក់អូខេបើសិនជា subdomain យើងត្រូវការ link វាទៅ ISA ឈ្មោះ domain របស់យើងវិញបើយើងបង្កើតជា cname type .store អូខេយើងយកជា cname យើងយក60ទៅអូខេយើង save អានេះសម្រាប់ cname មួយទៀតយើង create record មួយទៀតសម្រាប់value របស់យើងបាញ់មិញយើងអត់ដាក់ subdomain ទេប៉ុន្តែយើង link វាមក public IP របស់យើងអូខេខ្ញុំយកច្រឡំបាញ់មិញយើងយកវាជា A route រួច create record អូខេបង្កើតរូបរាងចឹងយើងតេស្តមើល domain របស់យើង A record មួយ search វាដែរអូខេចឹងយើងទៅ check វាម្ដងទៀត A record ឬក៏អូខេវាតំដើមួយដែលយើងយក name server របស់យើងមួយទៀតយក A record មួយបាញ់មិញដើមមួយឥឡូវដើរវិញអូខេធ្វើការ remove ម្ដងទៀតអញ្ចឹងយើង delete record វាសិនឬយើងធ្វើការ config ម្ដងទៀតយើង create A record មុនហើយយើង pass value រួចយើងយកមួយនាទីទៅរួចយើង create record សម្រាប់ A domain អញ្ចឹងយើងទៅតេស្តវាអូខេ A record ដើរមួយប៉ុន្តែកន្លែងផ្សេងអត់ដើរទេអញ្ចឹងថាគ្រីសបានមួយនេះវាជោគជ័យទៅចុះអញ្ចឹងយើង create subdomain របស់យើងមួយrồiយើង link វា .store domain របស់យើង copy ឲ្យច្បាស់វិញមកយើងដាក់ 1 minute មកអូខេយើងអូខេកាពិតយើងត្រូវរើស cname នេះខ្ញុំអត់បានរើសអូខេយើងបង្កើតរួចរាល់រួចយើងតេស្តអានេះមួយយើងយក cname អូខេវាអត់តន់ដើរទេយើងអាចបដូរ value វាទៅ1ម៉ោងវិញអូខេយើងតេស្តម្ដងទៀត type របស់វាយើងយក A record អូខេដើរមួយអូខេដើរនៅកន្លែងខ្លះទៀតអត់ដើរទេអូខេវាមានគ្រីសខ្លះខ្វែងខ្លះអញ្ចឹងយើងអាចថាបដូរនេះទៅ1ម៉ោងដែរទៅរួចយើងទៅ check cname របស់យើងcname enter
វាដើរខ្លះអញ្ចឹងមកន័យថាកន្លែងខ្លះវាដើរកន្លែងខ្លះទៀតវាអត់ដើរទេតែអត់អីទេអញ្ចឹងបន្ទាប់មកយើងអាចតេស្តមើល website របស់យើងអូខេសម្រាប់ website ទី1ដើរអូខេអញ្ចឹងយើងទៅ config second domain របស់យើងដោយយើងទៅ create hosted zone យើង create hosted zone មួយអូខេយើង create hosted zone បន្ទាប់មកយើង click លើ name server ចូលទៅកាន់ second domain របស់យើងទៅ manage រួចយើងទៅ name server custom DNS ចូលទៅកាន់ copy value ទី1 value ទី2 value ទី3និងvalue ទី4ឲ្យគ្រប់4 value យើងគ្រីសវាអូខេយើង custom រួចរាល់អញ្ចឹងយើងអាចយក domain របស់យើងទៅ check ជាមួយនឹង DNS ភាសាទៀតយើង pick name server យើង search អូខេវា register រួចរាល់អញ្ចឹងបានន័យថាវាគ្រីសអស់ហើយយើងចូលទៅកាន់ create record record ឲ្យវាមួយ value ដដែលយើងយក amount ទៅហើយ record ប៉ុណ្ណឹង create record យើង create record ឲ្យ subdomain cname www ឲ្យវា redirect ទៅទៀត isa.hyc យើងយក amount ទៅ complete record type ឬយក cname create record អូខេបន្ទាប់មកយើងអាចទៅ check ជាមួយនឹង record របស់យើងចាស់បងអូខេវាដើរបានទាំងអស់យើង www cname យើង search អូខេដើររួចរាល់អញ្ចឹងយើងអាចតេស្តមើលsite វាអត់ reachable ទេអូខេបើសិនជាយើងមានបញ្ហាអញ្ចឹងយើងអាចចូលទៅកាន់ history យើង open history រួចយើងរក cache យើង clear cache របស់យើងទៅយើង delete data អូខេអញ្ចឹងយើងចូលទៅម្ដងទៀតអូខេវាអត់ដើរអញ្ចឹងយើងអាចតេស្តភាសាទៀត www អូនេះអីផ្សេងទេអត់ទេអត់ត្រូវយើងធ្វើការរងចាំវាបន្តិចដោយសារតែពេលខ្លះដូចជាដំបូងរបស់យើងនោះវាដើរតែនៅពេលដែលវាអាចធ្វើការ refresh អីតិចតួចចឹងទៅវាអត់តដើរចឹងណាអូខេសម្រាប់អានេះយើងអាចតេស្តភាសាទៀតវាដើរហើយ website របស់ខ្ញុំយើងយក www. ក៏ដើរដូចគ្នាដែរអូខេអញ្ចឹងសម្រាប់domain ទី2របស់យើងធ្វើការរងចាំវាបន្តិចទៅវាអាចនឹងដើរបែរជាតិចទៀតវាអាចដើរប៉ុន្តែដូចអា website ទី1វាអត់អីអញ្ចឹងយើង clear ម្ដងទៀត clear cache 7 day មកទៅយើង delete data អូខេចូលទៅកាន់
ខ្ញុំធ្វើការឆែកវាបន្តិចទៀតអូខេបន្ទាប់ពីចាំបែរជាជិត1ម៉ោងឯដែរបាន domain របស់យើងដើរស្រួលបួលអញ្ចឹងខ្ញុំសូមតេស្តម្ដងទៀត .xyz អញ្ចឹងសម្រាប់ website របស់ខ្ញុំហ្នឹងសម្រាប់ second domain ហ្នឹងគឺដើរហើយបើសិនជាអ្នកទាំងអស់គ្នាធ្វើតេស្តដំបូងទៅវាអត់ដើរគឺយើង clear cache វាហើយយើងចាំវាបែរជាមិនបន្ទុះបានវា load ឲ្យយើងហើយយើង clear cache ផងយើង clear history ទៅហើយនៅពេលដែលយើងវាយwebsite ទៅវា load ហើយអូខេអញ្ចឹងតេស្តមួយទៀត subdomain អញ្ចឹងទៅគឺចេញមកដូចគ្នាហើយអូខេ second domain របស់យើងគឺដើរបានជោគជ័យដែរអញ្ចឹងសម្រាប់វីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនា